បំណងចង់ឲ្យខ្ញុំមករកវត្ថុទឹក3យ៉ាងទី1គឺបាក់សាចេះនិយាយឈ្មោះបុលហឺសាទី2គឺដើមឈើតន្ត្រីនិងទី3គឺទឹកលឿងពណ៌មាសណាលោកតាអូអ្នកកំឡោះតើអ្នកដឹងរបស់ទឹកទាំង3នេះមកពីណាទើបបានជាខំស្វែងរកមកដល់ទីនេះមិនលាក់បាំងទេលោកតាប្អូនស្រីខ្ញុំបានជួបលោកយាយអ្នកបដិបត្តិធម៌ម្នាក់បានចូលទៅសុំថ្វាយបង្គំព្រះនៅក្នុងផ្ទះរបស់ខ្ញុំរួចគាត់ក៏បានសន្ទនាគ្នាលេងជាមួយនឹងប្អូនស្រីខ្ញុំរហូតនិយាយប្រាប់ពីវត្ថុទិព្វទាំង3នេះឲ្យរយកទៅដាក់លម្អក្នុងផ្ទះនោះផ្ទះរបស់ខ្ញុំនឹងក្លាយទៅជាផ្ទះវិសេសនៅក្នុងលោកគ្មានផ្ទះលោកអ្នកធំណាប្រៀបស្មើបានទេដូច្នេះហើយទើបប្អូនស្រីរបស់ខ្ញុំមានចំណង់ចង់បានរបស់នេះខានពុំបានបើលោកតាដឹងពីកន្លែងលាក់វត្ថុទិព្វទាំង3នេះសូមអនុញ្ញាតប្រាប់ខ្ញុំឲ្យដឹងផងអើយអ្នកកំឡោះអើយយើងពិតជាដឹងថារបស់ទិព្វទាំង3នោះនៅទីណាប្រកាសមែនប៉ុន្តែអ្នកកំឡោះមិនគួរបន្ថយទៅទីនោះទេវាមានគ្រោះថ្នាក់ណាស់លោកតាសូមលោកតាប្រាប់ខ្ញុំមកចុះខ្ញុំមិនរុញរានឹងទៅរកវត្ថុទិព្វទាំង3នោះឲ្យប្អូនស្រីខ្ញុំឡើយទោះជាមានគ្រោះថ្នាក់ប៉ុណ្ណាក៏ដោយក៏ខ្ញុំតាំងចិត្តទៅយកវត្ថុទិព្វនោះឲ្យទាល់តែបានមិនអីទេបើអ្នកកំឡោះតាំងចិត្តបែបនេះទៅហើយតាប្រាប់កន្លែងលាក់វត្ថុទិព្វនោះចុះចូលអ្នកកំឡោះយកដុំដែកនេះទៅហើយឡើងជិះលើសេះទៅទិសខាងជើងរួចអ្នកកំឡោះជិះតាមដុំដែកនេះឲ្យជាប់វានឹងរមៀលទៅឈប់នៅជើងភ្នំមួយដែលមានកំពូលខ្ពស់ជាងគេបន្ទាប់មកអ្នកកំឡោះឈប់សេះចងទុកឲ្យស្រួលរួចឡើងតាមជើងភ្នំនោះដើរទៅរហូតនឹងបានឃើញមានដុំថ្មខ្មៅជាច្រើនតម្រៀបគ្នាជាជួរដូចម្រាមដៃពេលនោះអ្នកកំឡោះនឹងឮសំឡេងគេស្រែករំខានជាច្រើនយ៉ាងឬយំសោកទួញវល់ឲ្យអ្នកកំឡោះជួយតែអ្នកកំឡោះសូមកុំខ្វល់ពីសំឡេងទាំងនោះឲ្យសោះជាពិសេសកុំងាកក្រោយជាដាច់ខាតត្រូវតែធ្វើដំណើរទៅមុខឲ្យយ៉ាងរហ័សរហូតទៅដល់កំពូលភ្នំនឹងឃើញរូងមួយចូលអ្នកប្រញាប់ចូលទៅក្នុងរូងភ្នំនោះហើយយកបាក់សាដែលចេះនិយាយនៅក្នុងទ្រុងមាសសួរដើមឈើតន្ត្រីនិងទឹកលឿងពណ៌មាសទៅពេលនោះបាក់សាបុលហឺសានឹងប្រាប់អ្នកកំឡោះហើយពេលយកបានរបស់ទិព្វទាំង3នោះមកអ្នកកំឡោះត្រូវស្រោតចុះមកវិញឲ្យលឿនបំផុតរួចឡើងជិះសេះចេញទៅទើបរួចផុតពីគ្រោះថ្នាក់អរគុណណាស់ដែលលោកតាបានប្រាប់ចៅឲ្យអស់សេចក្តីក្នុងការទៅរកវត្ថុទិព្វទាំង3នេះចៅនឹងធ្វើតាមបណ្ដាំរបស់លោកតាយកវត្ថុទិព្វទាំង3នោះឲ្យបានប្រសើរណាស់ចៅសូមព្រះថែរក្សាចៅឲ្យបានសេចក្តីសុខតាសង្ឃឹមថាចៅនឹងត្រឡប់មកវិញដោយសុវត្ថិភាពបាទលោកតាចៅជម្រាបលាហើយបន្ទាប់ពីជម្រាបលាលោកតាពុកមាត់នោះហើយព្រះអង្គម្ចាស់ប៉ាម៉ាន់ក៏ឡើងជិះសេះហើយបោះដុំដែកនោះឲ្យរមៀលទៅមុខតាមបណ្ដាំលោកតាប្រាប់ព្រះអង្គម្ចាស់និងព្រះនាងជាទីគោរពតើព្រះអង្គអាចសន្និដ្ឋានថាដំណើរដែលព្រះអង្គម្ចាស់ប៉ាម៉ាន់ចេញទៅរកវត្ថុទិព្វនោះបានសម្រេចដែរទេតាមយើងយល់ប្រហែលជាមិនបានសម្រេចទេព្រោះយើងដឹងពីប្រវត្តិខ្លះនៃវត្ថុទិព្វទាំង3នោះពិតជាធ្លាប់មាននៅក្នុងរាជម្ចាស់ក្សត្រីប៉ារីសានមែនប៉ុន្តែបន្ទាប់ពីម្ចាស់ក្សត្រីបានចូលទីវង្គតស្រាប់តែបាក់សីចេះនិយាយនោះក៏ងាប់ទៅដែរចំណែកដើមឈើតន្ត្រីនិងទឹកលឿងពណ៌មាសនោះក៏បាត់បង់សាបសូន្យទៅដំណើរគ្នាជាមួយនឹងម្ចាស់ក្សត្រីប៉ារីសានដែរអញ្ចឹងបានន័យថាម្ចាស់ក្សត្រីប៉ារីសានជាម្ចាស់វត្ថុទិព្វទាំង3នោះមែនហើយម្ចាស់បងមានបន្ទូលមិនខុសទេខ្ញុំម្ចាស់ក៏យល់ដូចគ្នាដែរបងស្រីបងឆាប់និទានរឿងនេះបន្តទៀតទៅព្រោះខ្ញុំចង់ដឹងដល់ទីបញ្ចប់នៃរឿងនេះណាមិនហើយសេរសានថ្ងៃនេះនាងត្រូវតែនិទានរឿងនេះឲ្យចប់ទោះភ្លឺក៏ដោយយើងមិនត្រូវការឲ្យនាងពន្យាពេលទៀតទេព្រះពរម្ចាស់បងពិតជាត្រឹមត្រូវណាស់សេរសាទ
នាងកំចង់យកលេសពន្យាពេលទៀតអីព្រោះជីវិតនាងទោះតែទៀនរឿងជួបប៉ុណ្ណាក៏មិនអាចរត់ពីទោសប្រហារជីវិតដដែលព្រោះនេះជារាជបញ្ជារបស់ម្ចាស់បងព្រះនាងសមន្ត្រាទោះនៅពេលតែ1នាទីក៏ខ្ញុំនៅតែនិទានរឿងនេះបន្តទៀតដែរជាពិសេសខ្ញុំម្ចាស់ចង់ឲ្យព្រះអង្គវិភាគរកខុសត្រូវរឿងព្រះក្រយាស្ងោយរបស់ខ្ញុំម្ចាស់ដែលនឹងត្រូវបង្ហាញនៅព្រឹកនេះឲ្យសមហេតុសមផលនឹងរឿងជីវប្រវត្តិរបស់ម្ចាស់ស្ត្រីប៉ារីសាទកុំនិយាយច្រើនអត់ប្រយោជន៍អីឆាំនិទានរឿងបន្តទៀតមកចុងបញ្ចប់នៃរឿងនេះយើងនឹងយកមកធ្វើជាហេតុផលដើម្បីវិនិច្ឆ័យទោសរបស់នាងព្រះអង្គសូមព្រះអង្គទ្រង់ចាំព្រះសន្តាប់ចុះព្រះពរម្ចាស់